ថ្ងៃនេះគឺខ្ញុំនឹងខ្លាចទៅជាកសិករមួយថ្ងៃហើយរាល់សកម្មភាពទាំងអស់គឺខ្ញុំទៅស្ដាប់តាមបញ្ជារបស់បងប្រុសហ្នឹងខ្ញុំជាអ្នកបម្រើរបស់បងខ្ញុំនឹងឲ្យបងកាប់ដូងខ្ញុំហូប5នាទីបងតែឥឡូវខ្ញុំមានពេល5នាទីដើម្បីធ្វើការកាប់ដូងជូនបងប្រុសហូបបាត់នេះល្មមចូលឈប់ភ្លាមជាប់មួកពើហើយមិនមុខដៃតាំងដើមមកបើយកដៃបះតាំងដើមបានទេទៅកាប់ខាងហ្នឹងយកទឹកខុសហើយថៃអត់បងត្រូវបន្ទាប់ទៀតបងឯងឲ្យខ្ញុំធ្វើអីជួដៃតោះឥឡូវបងបរៀនខ្ញុំតែឈប់ខ្ញុំមានរឿងមួយចង់ប្រាប់អ្នកមើលនេះគឺត្រាក់ទ័រ Kubota បើសិនជាបងឬក៏អ៊ំពូមីងជាម្ចាស់ត្រាក់ទ័រ Kubota ឬក៏ជាអតិថិជនម្នាក់របស់ Kubota ខ្ញុំមានដំណឹងល្អមួយចង់ប្រាប់ឥឡូវនេះខាង Kubota គឺគាត់បានបង្កើត app មួយសម្រាប់ប្រជាកសិករហើយបានផ្ដល់អត្ថប្រយោជន៍ជាច្រើនរួមមានដូចជាទី1គឺផ្ដល់ព័ត៌មានថ្មីៗទាក់ទងជាមួយនឹងចំណេះដឹងផ្នែកកសិកម្មទី2គឺផ្ដល់វិធីសាស្ត្រថែទាំគ្រឿងចក្រដើម្បីប្រើប្រាស់បានយូរអង្វែង3គឺងាយស្រួលក្នុងការស្វែងរកភ្នាក់ងារចែកចាយនិងកក់សេវាកម្មត្រួតពិនិត្យដល់ផ្ទះហើយអ្វីកាន់តែពិសេសទៀតនោះគឺមានការផ្ដល់ជូនសិទ្ធិពិសេសជាច្រើនទៅកាន់អតិថិជនរបស់ខ្លួនដូចជាការផ្ដល់ជូនគូប៉ុងសាច់ប្រាក់ចំនួន$30ទៅលើគ្រឿងបន្លាស់និងបញ្ចុះតម្លៃចំនួន20%ចំពោះគ្រឿងបន្លាស់ឈុតថែទាំហើយលើពីនឹងទៀតក៏មានរង្វាន់ផ្សេងៗទៀតជាច្រើនផងដែរបើសិនជាបងប្អូនគឺជាម្ចាស់ត្រាក់ទ័រ Kubota ឬក៏ម៉ាស៊ីនច្រូត Kubota ក៏មានឱកាសទទួលបានការបញ្ចូលលុយផងដែរដោយគ្រាន់តែធ្វើការប្រើប្រាស់ app របស់ Kubota ដោយប្រើប្រាស់10ថ្ងៃបាន$1ប្រើប្រាស់20ថ្ងៃបាន$2ប្រើប្រាស់30ថ្ងៃបាន$3 Kubota គាត់បានបង្កើត app នេះឡើងគឺបានជួយទៅដល់ជីវភាពប្រជាកសិករបានច្រើនខ្លាំងមែនទែនតាំងពីមាន app នេះមកប្រជាកសិករគឺគាត់អត់មានបារម្ភរឿងការថែទាំគ្រឿងចក្រទៀតទេអ្វីដែលសំខាន់គឺគាត់ទទួលបានចំណេះដឹងទាក់ទងជាមួយនឹងកសិកម្មហើយជាពិសេសអាចតាមដានតម្លៃកសិផលរបស់ពួកគាត់បានទៀតអញ្ចឹងកុំភ្លេច download app Kubota ប្រើប្រាស់ឥឡូវនេះតោះយើងធ្វើកាត់ជួលនោះអត់ទេតែមុខចូលមកតែអីប្រេលើកតាមហ្នឹងចុំម៉ាយហើយតិចខូចខ្ញុំខូចខ្ញុំមានលុយសងទេតែលើមួយវិញទៅតែលើមួយអត់ទៅតាមទៅដល់ទៀតឡើយអីហ្នឹងយើងទៅដល់បញ្ជាទី3ចាំមើលគាត់បញ្ជាខ្ញុំធ្វើអីតោះមិនយើងធ្វើហើយណារាស់ដីឥឡូវបញ្ជាទី3បងឲ្យចោលខ្ញុំធ្វើអីជាដើរលក់អង្គលក់អង្គបាទកនេះមែនបាទបានគីឡូ5គីឡូទិញអង្គទិញអង្គបងអង្គ5គីឡូក៏ចោតចាបងអង្គរឹងទិញអង្គទិញហូប30000ណាពូនេះ5គីឡូយកទៅអរគុណច្រើនសុំកែបញ្ញៈណាសម្បត្តិ3សម្បត្តិនេះទេវតាបាត់ពេលទៀនមកក្មួយមានធ្វើទៀនឲ្យខ្ញុំមកទៅកន្លែងណាឲ្យមានក្តីសុខក្តីចម្រើនសាធុហេងមិញមកឯងឲ្យខ្ញុំទៅលក់ថាបាទតែមានបានប្រាប់ឲ្យខ្ញុំទៅលក់ឲ្យណាគេអញ្ចឹងខ្ញុំលក់ឲ្យខ្លួនឯង30000ហើយកនហ្នឹងខ្ញុំជូនលោកពូបាត់ទេពូគុណបងគាត់ចាស់សម្រាប់ថ្ងៃនេះ